ជំរាបសួស្តីអ្នកគ្នាខ្ញុំឈ្មោះរណាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីរបៀបនៃការប្រើម៉ូតូប៉ូលីសដោយមិនឲ្យប៉ូលីសយើងចាប់យើងអីទាំងអស់អ្នកគ្នាសួរស្រួយអញ្ចឹងឥឡូវយើងនឹងទៅក្នុងវីដេអូទាំងអស់គ្នាអូខេវីដេអូយើងមកដល់ Home Girl ហើយតែ Home Girl ហ្នឹងទៅអ្នកគ្នាចូលកន្ទប់របស់ម្នាក់ស្រីហ្នឹងទៅគឺយើងនឹងឯងកុំខ្វល់ពេកទៅយើងអ្នកគ្នាចុច action change color ហើយអ្នកគ្នា scroll down អ្នកគ្នានឹងឃើញ motor police officer motorcycle police officer អ្នកគ្នាឃើញហើយអ្នកគ្នាចុចមកឥឡូវយើងបានកាអារបស់យើងហើយឥឡូវយើងនឹងចេញពីកន្ទប់តែហ្នឹងទៅហើយយើងទៅ police officer អត់ពេលយើងមកដល់ police station ហើយអ្នកគ្នាទៅសាកលួចម៉ូតូទៅគឺប៉ូលីសហ្នឹងគឺអត់របៀបថាចាប់យើងអីណាគ្នាលុយណានិយាយមែនគឺខ្ញុំចូលចិត្តខ្លាំងមែនតើរឿងហ្នឹងណាគ្នាSakura update មកយើងអាចលួចម៉ូតូប៉ូលីសដោយមិនប៉ូលីសចាប់យើងខាងនេះអីចឹងណាគឺលុយខ្លាំងមែនតើហ្មងឥឡូវមកខ្ញុំបុកឥឡូវយើងនឹងយកម៉ូតូហ្នឹងទៅឲ្យប៉ូលីសវិញយកប៉ូលីសទេឲ្យចាយ៉ាកូនជីបុកទៀតកូនអើយជីឡូនឹងជីបុករហូតហ្នឹងយីមែនអូខេណាគ្នាខ្ញុំនឹងជិះម៉ូតូយកឲ្យប៉ូលីសវិញហើយខូចប៉ូលីសទេឲ្យយីមែនប៉ូលីសបើសិនយើងខូចម៉ូតូរបស់ប៉ូលីសហ្នឹងចាប់ដល់អូខេណាគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកគ្នាអាចជួយចុចវីដេអូនេះអ្នកគ្នាអាចជួយ like subscribe ផងណាហើយមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយខ្ញុំឲ្យ credit ទៅណាគេព្រោះសិតតែនេះខ្ញុំដឹងខ្លួនឯងទេចា